យើងដឹងហើយថា Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដែលរកគ្រាប់បាល់បានច្រើនជាងគេនៅលើផែនដីនេះពលខ្សែប្រយុទ្ធជម្រើសជាតិប៉ូទុយហ្គាល់រូបនោះអាចរកបានជាង900គ្រាប់ទៅហើយនិងកំពុងឈ្មោះដំណើរទៅសម្រាប់គ្រាប់បាល់ទី1000មុនចូលនិវត្តន៍ខណៈ Lionel Messi ក៏រកបានជាង800គ្រាប់ផងដែរយ៉ាងណាមិញចំពោះ Emerick Aubameyang ក៏មានស្ថិតិមិនធម្មតាដែរប៉ុន្តែបែរជាមិនសូវមានព័ត៌មានចុះផ្សាយពីខ្សែប្រយុទ្ធអន្តរជាតិ Gabon រូបនេះសោះថ្ងៃនេះ Admin នឹងលើកយកស្ថិតិក៏ដូចជាកំណត់ត្រាដ៏ល្អរបស់អតីតខ្សែប្រយុទ្ធក្លឹប Arsenal ម្នាក់នេះកាលពីម្សិលមិញ Emerick Aubameyang ទាត់បញ្ចូលទីបាន4គ្រាប់ម្នាក់ឯងហើយវិបកឲ្យក្រុមជម្រើសជាតិ Gabon យកឈ្នះទៅលើក្រុមជម្រើសជាតិ Gambia នៅក្រៅដីដោយលទ្ធផល 3-4 បន្តក្តីសង្ឃឹមទៅ World Cup ឆ្នាំក្រោយការរកបាន4គ្រាប់ក្នុងមួយប្រកួតនេះធ្វើឲ្យ Aubameyang កើនគ្រាប់បាល់រហូតដល់ទៅជាង400គ្រាប់ឯណោះបើគិតស្ថិតិសរុបទាំងនៅក្លឹបនិងនៅជម្រើសជាតិខ្សែប្រយុទ្ធវ័យ36ឆ្នាំម្នាក់នេះបង្ហាញខ្លួននៅលើទីលានបានចំនួន815ប្រកួតរកបានចំនួន413គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុមបញ្ចប់ទីបានចំនួន116គ្រាប់ចាប់តាំងពីបង្ហាញខ្លួននៅក្រុមធំជាមួយនឹង AC Milan នៅឆ្នាំ2008មក Aubameyang ធ្លាប់លេងឲ្យក្លឹបល្បីៗជាច្រើនរួមមាន AC Milan, Borussia Dortmund, Arsenal, Barcelona, Chelsea ហើយបច្ចុប្បន្នគេត្រឡប់មកលេងឲ្យក្លឹប Olympique Marseille វិញAubameyang ធ្លាប់ឈ្នះជើងឯក La Liga ជាមួយ Barcelona នៅរដូវកាលឆ្នាំ2022និង2023ហើយក៏ធ្លាប់ឈ្នះ FA Cup ជាមួយ Arsenal នៅរដូវកាលឆ្នាំ2019និង2020ផងដែរនៅក្នុងអាជីពរបស់គេធ្លាប់ឈ្នះស្បែកជើងមាសចំនួន2ដងដោយលើកទី1នៅរដូវកាលឆ្នាំ2016និង2017ជាប់ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្របខ័ណ្ឌ Bundesliga ក្រោយរកបានចំនួន31គ្រាប់ប្រជែងឈ្នះខ្សែប្រយុទ្ធក្លឹប Bayern Munich នៅពេលនោះគឺកីឡាករ Robert Lewandowski ដែលរកបានចំនួន30គ្រាប់ហើយនៅរដូវកាលឆ្នាំ2018និង2019 Aubameyang ឈ្នះស្បែកជើងមាសនៅ Premier League មួយលើកទៀតដោយកាលនោះPremier League ចែកពានស្បែកជើងមាសទៅដល់កីឡាករ3រូបឯណោះរួមមាន Mohamed Salah និង Sadio Mane របស់ Liverpool ហើយនិង Emerick Aubameyang របស់ Arsenal ម្នាក់ទៀតខណៈពួកគេទាំង3នាក់អាចរកបាន22គ្រាប់ស្មើគ្នានៅរដូវកាលនោះយ៉ាងណាមិញបំណងប្រាថ្នាចុងក្រោយរបស់ខ្សែប្រយុទ្ធជម្រើសជាតិ Gabon រូបនេះគឺចង់ដឹកនាំក្រុមជម្រើសជាតិរបស់គេក្នុងនាមជាប្រធានក្រុមទៅកាន់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រខណៈបច្ចុប្បន្នពួកគេដេញតាមពីក្រោយក្រុមជម្រើសជាតិ Côte d'Ivoire ត្រឹមតែមួយពិន្ទុប៉ុណ្ណោះប៉ុន្តែនៅសល់ត្រឹមតែមួយប្រកួតទៀតនឹងបិទបញ្ចប់វគ្គជម្រុះហើយបើទោះបីជាមិនអាចប្រជែងយកចំណាត់ថ្នាក់លេខ1ពី Côte d'Ivoire ក៏ដោយក៏បច្ចុប្បន្ន Gabon កំពុងជាប់ជាក្រុមលេខ2ល្អដាច់គេឬ The Best Runner Up ក្នុងចំណោមក្រុមលេខ2ល្អទាំង4ដែលនឹងទទួលបានឱកាសបន្តទៅជម្រុះនៅជុំទី2ទៀតដើម្បីស្វែងរកមួយក្រុមចុងក្រោយទៅប្រកួតជម្រុះអន្តរទ្វីបដើម្បីដណ្ដើមកៅអីមួយទៅកាន់ជុំចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026នៅសហរដ្ឋអាមេរិក កាណាដានិងមិចស៊ីកូ